មេដឹកនាំតៃវ៉ាន់នឹងស្នើកញ្ចប់ថវិកា$40,000 លានបន្ថែមលើការចំណាយក្នុងវិស័យយោធាមេដឹកនាំកោះតៃវ៉ាន់លោកឡៃឈីងទេបានឲ្យដឹងថារដ្ឋាភិបាលរបស់លោកនឹងស្នើសុំកញ្ចប់ថវិកា$40,000 លានបន្ថែមលើការចំណាយនៅក្នុងវិស័យយោធាសម្រាប់ប៉ុន្មានឆ្នាំខាងមុខខណៈដែលដែនកោះប្រជាធិបតេយ្យមួយនេះកំពុងពង្រឹងសមត្ថភាពយោធាដើម្បីកំញាញទប់ស្កាត់ការវាយប្រហារណាមួយពីសំណាក់ចិននេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តៃវ៉ាន់បាននឹងកំពុងបង្កើនការចំណាយលើវិស័យយោធានៅចំពោះមុខការដាក់សម្ពាធយោធាពីចិនដែលកាន់តែបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញដែនកោះតៃវ៉ាន់ប៉ុន្តែប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញឲ្យតៃវ៉ាន់បង្កើនការចំណាយកាន់តែច្រើនដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួននៅក្នុងបទពិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអង្គារទី25 ខែវិច្ឆិកាថាលោកឡៃឈីងទេបានកំណត់សម្គាល់ថាការចំណាយបន្ថែមនឹងត្រូវផ្ដោតលើការទិញសព្វាវុធថ្មីៗពីសហរដ្ឋអាមេរិកប៉ុន្តែមួយផ្នែកធំក៏ត្រូវចំណាយលើការពង្រឹងសមត្ថភាពប្រយុទ្ធរបស់តៃវ៉ាន់ផងដែរលោកឡៃបន្ថែមថាតៃវ៉ាន់មានបំណងជំរុញសមត្ថភាពកំញើញតាមរយៈបង្កការខាតបង់ធ្ងន់ធ្ងរនិងភាពមិនច្បាស់លាស់ទៅលើការសម្រេចចិត្តរបស់ចិនទាក់ទិនទៅនឹងការប្រើកម្លាំងយោធា